ជំរាបសួរលោកគុណគ្រូថ្ងៃនេះខ្ញុំសូមអនុញ្ញាតធ្វើបទបង្ហាញទាក់ទងជាមួយនឹងអឺ clinical teaching ហើយប្រធានបទយើងថ្ងៃនេះយើងនឹងជជែកជុំវិញអឺអឺ clinical teaching នៅក្នុង context របស់ simulation ហើយជាមួយនឹងក្នុង context នៅក្នុង real world practice បាទអឺជាការចាប់ផ្ដើមសូមឲ្យលោកគុណគ្រូមេត្តាអឺពិនិត្យមើលអំពីថាតើជាកន្លងមកបទពិសោធន៍ដែលលោកគុណគ្រូបានrun បានអនុវត្តអឺកម្មវិធីវគ្គក៏ដូចជា session នៃ simulation ហ្នឹងតើលោកគ្រូបានធ្វើយ៉ាងម៉េចខ្លះដែរបាទអនុវត្តដោយរបៀបម៉េចខ្លះដែរហើយតើកាលណានិយាយដល់ simulation ចំពោះលោកគ្រូអ្នកគ្រូតើមានអឺ step ប្រមាណមាន component អីខ្លះនៅក្នុង simulation បាទអឺជាសំណួរដែលត្រូវសូមស្នើសុំឲ្យលោកគុណគ្រូដើម្បីពិភាក្សាគ្នាដែរថាតើពាក្យ simulation មានន័យយ៉ាងដូចម្តេចចំពោះលោកគុណគ្រូហើយកន្លងមកហ្នឹងលោកគុណគ្រូធ្លាប់មានបទពិសោធន៍បង្រៀននៅក្នុង simulation ហ្នឹងដោយរបៀបដូចម្តេចខ្លះហើយថាតើ simulation session របស់លោកគ្រូអ្នកគ្រូរយៈពេល2ម៉ោងឬក៏3ម៉ោងតើលោកគ្រូអ្នកគ្រូ run ដោយរបៀបម៉េចខ្លះមានជាប្រមាណវគ្គមានជាប្រមាណកង់ហើយកង់នីមួយៗវគ្គនីមួយៗហ្នឹងដាក់ឈ្មោះចំណងជើងថាម៉េចខ្លះបាទហើយសកម្មភាពរៀននិងបង្រៀនរបស់និស្សិតហើយនិងលោកគ្រូអ្នកគ្រូនឹងយ៉ាងដូចម្តេចខ្លះដែរបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំថ្ងៃនេះនឹងចាប់យកនៅប្រធានបទខ្លីមួយដើម្បីជជែកជាមួយលោកគ្រូអ្នកគ្រូអំពីការរៀននៅក្នុងបរិស្ថានដែលហៅថា simulated មកសូមបញ្ជាក់ណា simulation មិនមែន stimulation ទេបាទអញ្ចឹងតើអ្វីទៅជា simulation បាទសូមជំរាបប្រសាសន៍ simulation គឺជាវិធីសាស្ត្រ simulation មិនមែនជារឿងគ្រប់យ៉ាងទេបាទនិយមន័យ simulation គឺអត្ថន័យសាមញ្ញបានន័យថាយកនៅរបស់ដែលកើតឡើងនៅក្នុង real world នៅក្នុង clinical setting នៅក្នុងកន្លែងកើតឡើងជាក់ស្ដែងដូចថាតាមមន្ទីរពេទ្យតាម ward តាម service តាមអីហ្នឹងយករបៀបជាក់ស្ដែងអញ្ចឹងយកមក recreate មកបង្កើត design វាហើយទៅជា session មួយដាក់បង្រៀននៅក្នុងកន្លែងដែលមានសុវត្ថិភាពក្នុងការឲ្យនិស្សិតអនុវត្ត role play ហើយលោកគ្រូអ្នកគ្រូផ្ដល់ feedback ហើយកូនសិស្សអនុវត្តជារឿយៗដើម្បីបានដល់ level mastery បានន័យថាគាត់ស៊ាំគាត់ master នៅក្នុង skill មួយហ្នឹងអញ្ចឹងមុនពេលដែលទៅអនុវត្តទៅលើអ្នកជំងឺផ្ទាល់ simulation គឺជាចំណុចដែលលោកគ្រូអ្នកគ្រូអាចគិតបានថាអឺវាសំខាន់មិនមែនសំណួរដែលត្រូវសួរថាយើងគួរបង្រៀន simulation អត់ទេប៉ុន្តែវាយើងគួរសួរថាតើ simulation ហ្នឹងយើងគួរ design ផ្អែកទៅលើគោលការណ៍ខ្លះហើយយើងបានដឹងស្រាប់ហើយថា simulation គឺជាចន្លោះរវាងការបង្រៀនទ្រឹស្ដីហើយនឹងការដែលចេះទ្រឹស្ដីនឹងហើយយកទៅអនុវត្តផ្ទាល់ទៅលើអ្នកជំងឺតែម្ដងដូច្នេះវាអត់មានចន្លោះមួយដើម្បីធានាបានថាអ្វីគ្រប់យ៉ាងដែលមាននៅក្នុងខួរក្បាលរបស់និស្សិតនឹងអាចយកមកប្រតិបត្តិបានត្រឹមត្រូវបាទហេតុផលនឹងហើយបានត្រូវការ simulation បាទអឺកាលណានិយាយដល់ simulation យើងគិតដល់គោលការណ៍4យ៉ាងបាទទី1គឺ selection ទី2 abstraction ទី3 representation ហើយទី4 intensification selection ហ្នឹងគឺចង់សម្ដៅថាតើធ្វើម៉េចដើម្បីបង្កើត simulation មួយបានគឺដើម្បីបង្កើត simulation មួយបានទី1លោកគ្រូអ្នកគ្រូត្រូវជ្រើសរើសយកនៅscenario យកនៅ context មួយដែល specific aspect specific មួយដែលវាកើតឡើងនៅ real world អញ្ចឹងធម្មតាអ្វីច្រើនណាស់កើតឡើងនៅ real world practice របស់លោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូ select យកមួយការ select យកមួយនោះគឺមានការចាប់ផ្ដើមមានការបញ្ចប់គេហៅថា start and end ហ្នឹងមានន័យថាវាជាសកម្មភាពវាជា task វាជា professional task អីចឹងជាដើមអញ្ចឹងជ្រើសរើសមួយបាទបន្ទាប់ពីជ្រើសរើសមួយហើយយើងចូលដល់ abstraction យើងចង់សំដៅថាអឺក្នុងកន្លែងនេះយើងចង់សំដៅអំពីការ remove នៅធាតុមួយចំនួនដែលចេញពី original ឧទាហរណ៍ថាអ្នកជំងឺផ្ទាល់អញ្ចឹងយើងដកអ្នកជំងឺផ្ទាល់មកជាអ្នកជំងឺមិនផ្ទាល់បាទពេលវេលាឬក៏
context specific ណាមួយអញ្ចឹងជាដើមអញ្ចឹងពពោះ simulation វាអត់ដូចពិត100%ទេហេតុផលហ្នឹងហើយដែល abstraction ហ្នឹងគឺក្នុងន័យថាយើងសង្កត់ទៅលើ key objective បាទចំនួន2ចំនួន3ដែលយើង select នោះធម្មតាយើង select scenario ច្បាស់មួយមកហើយយើងយកមក abstract abstract ហ្នឹងគឺថាមកកំណត់អំពីថាតើ key objective 2 3ណាដែលយើងចង់បរៀននិស្សិតចង់ឲ្យនិស្សិតអនុវត្តបាទហ្នឹងជាចំណុចសំខាន់នៃពាក្យ abstraction ហ្នឹងគឺចង់សម្ដៅថា analyze key objective វាឲ្យច្បាស់3 4 5ដើម្បីយើងយកទៅដាក់ដើម្បីបង្រៀន design representation បានន័យថាអ្វីដែលលោកគ្រូបាន set up ជា objective ទុកប្រៀនកូនសិស្សនឹងហើយហ្នឹងមកបង្កើតទៅជាអឺ task បង្កើតទៅជាសកម្មភាពរៀនសកម្មភាពអនុវត្តក៏ប៉ុន្តែនៅក្នុង safe ហើយជាមួយនឹង simulated setting simulated setting មានន័យថាជាកន្លែងបង្ហាញត្រាប់កន្លែងដែលធ្វើត្រាប់ដើម្បីធានាថាកូនសិស្សមានការ support ផងហើយក៏ challenge កូនសិស្សឲ្យទៅអនុវត្តរបស់នឹងផងដែរបាទអញ្ចឹង representation ចង់សំដៅថាយើងយកនៅ objective ដែលយើងបាន set ហើយយើង select នៅ scenario ហើយយកមករៀបរៀងវាឲ្យកើតឡើងសារថ្មីម្ដងទៀតហើយកើតឡើងសារថ្មីហ្នឹងហើយកគឺកូនសិស្សអ្នកកើតឡើងហ្នឹងឯងបាទកូនសិស្សអ្នកអនុវត្តអាហ្នឹងឯងបាទនឹងចុងក្រោយមួយមាន concept មួយទៀតយើងហៅថា intensification គឺយើងចង់សំដៅទៅលើការដែលផ្ដោតឲ្យកូនសិស្សនឹងអនុវត្តនៅអីដែលយើងបាន set នោះនៅក្នុងចំណុចទី2នោះ key objective ដែលយើងបាន set ហ្នឹងគឺឲ្យកូនសិស្ស focus ទៅលើចំណុច specific learning outcome ហ្នឹងបាទហើយពេលដែលគាត់អនុវត្តហ្នឹងទៅប្រកាសជាគាត់មានតម្រូវការផ្សេងគ្នាហើយកូនសិស្សខ្លះគាត់ធ្វើបានល្អកូនសិស្សខ្លះគាត់មិនទាន់បានល្អហ្នឹងគេហៅ specific learning need ដែលវាជាចំណុចបញ្ចូលនៅក្នុង feedback នោះឯងបាទនេះគ្រាន់តែជាឧទាហរណ៍ជាក់ស្ដែងដើម្បីជំរាបជូនក្នុងករណីមួយចំនួន simulation ត្រូវការមានអ្នកជំងឺគេហៅថា simulated patient បាទ SP អញ្ចឹងបើក្នុងករណី simulation ទាំងអស់គ្រប់ station គ្រប់ទម្រង់ការអាចអត់មានអ្នកជំងឺប៉ុន្តែបើសិនជា engage អ្នកជំងឺកន្លែងចំណុចហ្នឹងពិសេសបាទហើយសូមជំរាបថា simulated patient ហ្នឹងគឺជាអ្នកដើរតួជាអ្នកជំងឺពិតបាទដើរតួដូចអ្នកជំងឺពិតចឹងហើយគោលដៅរបស់គាត់ទី1គាត់ត្រូវធានាថាគាត់ច្បាស់លាស់ហើយគាត់ចេះផ្ដល់ feedback ទៅដល់អ្នកដើរតួជាគ្រូពេទ្យនឹងផងដែរអ្នកដើរតួជាអ្នកអវត្តវិជ្ជាវិទ្យាដែរគោលដៅកន្លែងនេះសំខាន់ព្រោះមានទំនាក់ទំនងរវាង clinician ហើយជាមួយ patient បាទពេលដែលមាន SP យើងមិនមែនធ្វើសាមញ្ញទេព្រោះពេលដែលមាន SP ពេលដែលមាន simulated patient បានន័យថាគាត់ដើរតួជំនួសឲ្យអ្នកជំងឺអញ្ចឹងគោលដៅចម្បងគឺថាតើពេលដែលយើងដើរតួជាមួយគាត់ perspective របស់គាត់ក្នុងការទទួលពីការអនុវត្តរបស់យើងជាអ្នកវិជ្ជាជីវៈនេះពលគឺកូនសិស្សហ្នឹងតែគាត់មានអារម្មណ៍មិនគាត់ត្រូវដាក់ខ្លួនគាត់ជាអ្នកជំងឺហើយគាត់ផ្ដល់ feedback បាទហ្នឹងហើយកន្លែងចំណុចហ្នឹងសំខាន់ហើយ role របស់គាត់ហ្នឹងគឺត្រូវធានាបានថាគាត់អាច manage នៅ emotion នៅការយល់ឬក៏ perspective របស់អ្នកជំងឺមកដើម្បីឲ្យកូនសិស្សអ្នកអនុវត្តហ្នឹងបានយល់ថាអ្វីដែលគាត់កំពុងតែសម្ដែងកំពុងតែធ្វើនេះមិនមែនធ្វើនៅលើមិត្តភ័ក្តិគាត់ដែលជាអ្នកដើរតួទេប៉ុន្តែធ្វើនៅលើទស្សនវិជ្ជាជាក់ស្ដែងជាអ្នកជំងឺអញ្ចឹង relationship ទំនាក់ទំនងរវាងអ្នកជំងឺហើយនិងគ្រូពេទ្យនិងអ្នកវិជ្ជាជីវៈនេះគឺសំខាន់ដែល reflect មក reality តែបើតែវាមិនមែនជា reality វាជា simulated situation មែនក៏ប៉ុន្តែអារម្មណ៍មួយហ្នឹងគឺមិនមែនលេងសើចទេមិនមែនសំដែងឲ្យទៅចប់នៅក្នុង scenario នៅក្នុង checklist ទេប៉ុន្តែវាជាការ absorb ទទួលយកនៅបទពិសោធន៍ផ្ទាល់នៅ perspective ផ្ទាល់ជាមួយនឹងការ feedback ផ្ទាល់នេះជាចំណុចសំខាន់ដែលចង់រំលឹកនៅក្នុង simulation ហ្នឹងបាទអឺខ្ញុំនិយាយពី simulation ហើយនិង simulator អានេះយើងនិយាយតែ simulator ទេសប្តាហ៍ថ្ងៃនេះ simulation ជាទូទៅចាប់ផ្ដើមចេញតាំងពីរបស់សាមញ្ញក៏យើងហៅថា simulation ឲ្យតែជា scenario ដែលកើតឡើងជាក់ស្ដែងហើយយើងយកវាមកបង្កើតទៅជាការអនុវត្តហ្នឹង simulation ខ្លះមិនតម្រូវនៅបច្ចេកវិទ្យាពេកទេប៉ុន្តែ simulation ខ្លះក៏ត្រូវការបច្ចេកវិទ្យាហើយបច្ចេកវិទ្យាខ្លះក៏ជ្រៅទៅទៀតជាទូទៅយើងឧទាហរណ៍យើងចាក់សរោមយើងបង្កើតកូនយើង simulation ក្នុងការពិនិត្យលើសដន់លើស្ត្រីដាក់សងទឹកនោមឬក៏អីចឹងជាដើមយើងត្រូវការ task trainer
បាទនឹងអាចជាមានកាំងជាអីចឹងជាដើមចឹងទៅក៏ប៉ុន្តែមាន simulation មួយចំនួនណានោះរហូតទៅដល់ immersive simulator គឺគាត់ចូលតាម VR តាមអីបាទហ្នឹងគឺ advanced មែនតើ simulation ខ្លះទៀតគឺជា hybrid simulator ដែលត្រូវមានជាមានកាំងផងមានជា system ផងហើយមានកាំងនោះឧទាហរណ៍ឲ្យដកដង្ហើមឲ្យគាំងបេះដូងអញ្ចឹងទៅនៅលើមានកាំងប៉ុន្តែមានមនុស្សដែលជាលោកគ្រូហ្នឹងគាត់អ្នកបញ្ជានៅ simulator ទាំងអស់ហ្នឹងដើម្បី deal ជាមួយនឹងអ្នកដើរតួជាគ្រូពេទ្យនេះបាទហ្នឹងក៏ជា very high end technology អញ្ចឹងជាដើមអញ្ចឹងទៅប៉ុន្តែចំពោះ simulation ខ្លះទៀតគឺឧទាហរណ៍ថាដូចជា simulation ទៅលើ communication skill critical thinking skill motivational interview រឿងទាំងអស់នេះគឺអត់មានចាំបាច់មាន technology ទេគឺថាប្រើប្រាស់ skill ដើម្បីយើងវិភាគវាតម្លៃមើលថាតើនិស្សិតហ្នឹងគាត់អាចផ្ដល់នៅការអប់រំដល់អ្នកជំងឺបានត្រឹមត្រូវចេះធ្វើការសម្ភាសសាកសួរអ្នកជំងឺបានល្អអីចឹងជាដើមហ្នឹងក៏ជាទម្រង់នៃ simulation ផងដែរបាទនៅក្នុង simulation សំខាន់ខ្លាំងណាស់មាន keyword 2 3 4 5ដែលចង់ជំរាបប្រសាសន៍ជូនលោកគ្រូគឺទី1 deliberate practice ហើយនិង feedback កន្លែងចំណុចនេះសំខាន់មែនទែន simulation គឺកូនសិស្ស role play practice ហើយទទួល feedback គោលដៅនៃ simulation សំខាន់បំផុតគឺកន្លែង role play ហើយ practice and feedback នេះឯងបាទមិនមែនមកអង្គុយមើលលោកគ្រូធ្វើ demonstration ទេបើកូនសិស្សមិនបានធ្វើនោះគឺជាភាពបរាជ័យនៃ simulation បាទហ្នឹងហើយតើហេតុអ្វីបានត្រូវធ្វើព្រោះនៅពេលដែលកូនសិស្សអនុវត្ត role play គឺគេហៅថា deliberate practice ហ្នឹងឯងគាត់អនុវត្តម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់គាត់ដល់ mastery learning បាទ repetition until competence ប៉ុន្តែ repetition ហ្នឹងមិនមែនថាធ្វើជន់ដដែលទេបានន័យធ្វើដដែលដោយមាន feedback នោះទៅដល់ mastery learning បាទហើយ feedback ជាណា self feedback ដំបូង auto feedback ខ្លួនឯងសិនបន្ទាប់មក peer feedback មិត្តភ័ក្តិគាត់ feedback បន្ទាប់មកបានមានគ្រូ feedback បាទហើយ keyword មួយទៀតគឺ safe learning environment បាទ simulation ត្រូវថា safe learning environment បាទនឹងជាចំណុចដែលចង់ជំរាបជូនហើយ simulation ត្រូវតែ integrate នៅក្នុង curriculum មិនមែនជា practice isolate ចេញពី curriculum អីទេបាទមកថា course មួយអញ្ចឹងទៅមាន skill training មួយចំនួនណាខ្លះដែលត្រូវជា simulation session ចំនួនណាខ្លះដែលត្រូវជា case based learning ចំនួនណាខ្លះដែលត្រូវជា interactive lecture វាអញ្ចឹងចូលបូកបញ្ចូលគ្នានៅក្នុង program មិនមែន simulation ដាច់ដライណាមួយផ្សេងក្រៅទៅពី program នោះទេគឺមិនមែនអញ្ចឹងទេបាទអឺនេះជា tip គ្រាន់តែចង់ជំរាបក្នុងការមាន simulation ទេមាន reference លោកគ្រូអាចបន្តជំរាបមើលទៀតបានខ្ញុំនឹងមិនលម្អិតចំពោះ tip អីនេះទេបាទអឺក្នុង simulation សំខាន់ធំជាងគេគឺតាក់ទងជាមួយនឹង role play ហើយនិង feedback បាទ role play គឺជាចំណុចសំខាន់តែ role play without feedback ហាក់ដូចជាតទេអញ្ចឹងបាទហ្នឹងហើយអញ្ចឹងនៅក្នុង simulation ខ្ញុំ introduce អំពី 3P plan pre-brief ហើយនិង provide feedback បាទហ្នឹងជាអ្វីដែលគេចង់លើកឡើង plan ឲ្យបានត្រឹមត្រូវ plan ហ្នឹងគឺថាតើ session យើងមានប្រហែលម៉ោង2 ម៉ោងយើងត្រូវមានប្រហែលកង់ដំបូង briefing role play day briefing ហើយ role play ហ្នឹងកូនសិស្សយើងប្រហែលអ្នកបែងចែកទៅជាប្រហែល group ហើយមានពេលវេលាប្រហែលដើម្បីគាត់ rotate គ្នាហើយពេលដែលគាត់ perform job ហ្នឹងត្រូវមាន auto feedback ខ្លួនឯងបន្ទាប់មកមាន peer feedback បន្ទាប់មកគ្រូ feedback របស់ទាំងអស់ហ្នឹងត្រូវតែបាន well plan បាទហើយ pre brief ឬយើងហៅថា briefing ហ្នឹងគឺថាត្រូវ communicate របស់ទាំងអស់ហ្នឹងទៅកាន់កូនសិស្សឲ្យកូនសិស្សបានយល់ថាខ្លួនឯងត្រូវធ្វើអីនៅក្នុងកំឡុងពេល2 ម៉ោងនេះបាទហើយគ្រូត្រូវធ្វើអីមិនមែន simulation គឺមកមើលមកស្ដាប់លោកគ្រូបង្រៀន lecture បញ្យលទ្រឹស្ដីស្ដាប់លោកគ្រូមើលលោកគ្រូបង្ហាញទេបាទ demonstration video យើងអាចផ្ញើឲ្យទៅមើលមុន record ទៅជាវីដេអូបង្ហាញឲ្យកូនសិស្សមើលមុននៅផ្ទះដើម្បីឲ្យគាត់ ready មក role play នៅពេលគាត់ role play យើងនឹងឃើញអំពីចំណុចខ្វះខាតក៏ដូចជាចំណុចដែលកូនសិស្សអនុវត្តបានត្រឹមត្រូវចំណុចខ្វះខាតយើងត្រូវ provide feedback នេះជាចំណុចដែលចង់ជំរាបជូនហើយសំខាន់ធំបំផុតគឺតាក់ទងជាមួយនឹង psychological safety នៅក្នុង simulation នេះសំខាន់ណាស់ហេតុអីបានសំខាន់ពីព្រោះត្រង់ថានិស្សិតត្រូវបានលើកទឹកចិត្តឲ្យធ្វើដោយមានសេរីភាពនៅក្នុងផ្លូវចិត្តណាកុំឲ្យមានសម្ពាធថាខ្លាចខុសបាទនៅក្នុង simulation តែកាលណាលោកគ្រូអ្នកគ្រូដាក់សម្ពាធឲ្យកូនសិស្សអត់ហ៊ានធ្វើខ្លាចខុសនោះគឺ
បរាជ័យក្នុងការimplement simulation ហើយពីព្រោះកំហុសរបស់កូនសិស្សនៅក្នុង simulation នេះគឺមានន័យខាងណាដើម្បីយើងកែសម្រួលគាត់យើង feedback គាត់នៅពេលដែលគាត់ធ្វើកំហុសក្នុង simulation នេះពីព្រោះវាអត់ប៉ះពាល់ដល់ patient safety ទេសុវត្ថិភាពអ្នកជំងឺទេប៉ុន្តែនៅពេលដែលកំហុសទាំងអស់នោះមិនត្រូវបានកើតឡើងទេនៅក្នុង simulation ព្រោះខ្លាចខុសឬគាត់អត់ធ្វើអីចឹងទៅអញ្ចឹងដល់ពេលគាត់ទៅអនុវត្តផ្ទាល់មួយអ្នកជំងឺនៅក្នុងទីពេទ្យនៅ real world practice គាត់ទៅខុសណោះព្រោះគាត់ធ្លាប់បានធ្វើខុសហើយគាត់អត់ធ្លាប់ត្រូវបានគេ provide feedback ដើម្បីកែសម្រួលផងដែរបាទចំណុចនេះគឺជាចំណុចដែលគួរចាប់អារម្មណ៍នេះដដែលគាត់នឹងចង់ជំរាបលោកគ្រូអ្នកគ្រូបាទខ្ញុំគាត់នឹងចង់លើកឡើងទៅចំណុចទី3ដែលថា continuous learning loop ជាចំណុចសំខាន់ដើម្បីឈានទៅដល់ mastery ហើយឈានទៅដល់ការ prepare well មុនពេលដែលយើងទៅ real world practice បាទអឺនេះគ្រាន់តែជាការ key take away ជូនលោកគ្រូអ្នកគ្រូថាclinical teaching ហើយនិង simulation វាជា complementary រវាងគ្នានឹងគ្នាបាទបានន័យថា simulation វាជាចំណែកមួយដើម្បីឲ្យកូនសិស្ស ready ក្នុងការទៅ perform នៅ real world practice យ៉ាងណាមិញមិនមែនរៀន simulation ហើយគឺគ្រប់យ៉ាងទេ competency តតែនៅក្នុង real world practice បានមាន competency យ៉ាងពិតប្រាកដប៉ុន្តែយ៉ាងណាមិញ simulation បម្រើយ៉ាងល្អក្នុងការធានាឲ្យកូនសិស្ស ready ក្នុងការទៅមន្ទីរពេទ្យកុំឲ្យមានកំហុសនៅក្នុងទិដ្ឋភាពជាក់ស្ដែងបាទហ្នឹងហើយអញ្ចឹងនេះជាចំណុចសំខាន់ដែលចង់គ្រប់លើកឡើងជូនលោកគ្រូហើយគោលដៅសំខាន់នៅក្នុង simulation ត្រូវធានាថាដើម្បីបណ្ដុះ competence ដើម្បីទៅ mastery សម practice ហើយ practice ទៀតហើយ reflective នេះមានន័យថាម៉េចមានន័យថាគាត់ត្រូវបានធ្វើ self reflection ខ្លួនឯងគាត់ត្រូវបានទទួល feedback ពី peer របស់គាត់ក៏ដូចជាការទទួល feedback ពីមិត្តភ័ក្តិរបស់គាត់ហើយ peer feedback នេះសំខាន់ខ្លួនឯង feedback ក៏សំខាន់គ្រូ feedback ក៏សំខាន់ហើយក្នុង feedback កាលណានិយាយដល់ feedback យើងនិយាយដល់ចំណុចដែលគាត់អនុវត្តបានល្អទៅរក្សាចំណុចល្អរបស់គាត់ហ្នឹងគេហៅថា positive feedback ជាមួយនឹង constructive feedback គឺជាចំណុចដែលគាត់ត្រូវ improve បន្ថែមទៀតហ្នឹងជាចំណុចសំខាន់មែនទែនstep នៅក្នុង simulation ជាទូទៅមាន3 step ទេប៉ុន្តែខ្ញុំដាក់ step ទី1ជា pre record demonstration video នេះជាគួរតែនៅក្នុង pre classroom បាទព្រោះកន្លងមកយើងឃើញការអនុវត្តហ្នឹងគឺថា demonstration ហ្នឹងគឺស៊ីម៉ោងមែនតើនៅក្នុងម៉ោងក្នុងការធ្វើ simulation ដែលធ្វើឲ្យនិស្សិតហ្នឹងអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តហើយគ្រូក៏អត់មានពេលគ្រប់គ្រាន់ដើម្បី feedback កូនសិស្សដែរពីព្រោះឧទាហរណ៍ session 2 ម៉ោងគ្រូអស់ម៉ោងកន្លះបាត់ហើយក្នុងការធ្វើ demonstration lecture វីដេអូបញ្យលផងអីផងអញ្ចឹងជាដើមបាទដែលខុសពីគោលដៅក្នុង simulation ដែលគោលដៅក្នុង simulation គឺមាន briefing ជាទូទៅចំណាយពេល15នាទីក្នុងការបញ្យល់ថា learning objective ថ្ងៃហ្នឹងចង់ឲ្យកូនសិស្សបានអីជាងគេ2 3ចំណុចបន្ទាប់មកកូនសិស្សត្រូវបែងចែកគ្នាធ្វើម៉េច role play ធ្វើម៉េចរយៈពេលប្រហែលម៉ោងកូនសិស្សយល់ហើយទៅអនុវត្តបាទនេះគឺជាចំណុច role play ចំណុចទី3ហ្នឹងហើយក្នុងការអនុវត្តវាមាន key concept ទី1គឺ rotate role play ហើយ practice rotate ហ្នឹងលោកគ្រូបាទន័យថាកូនសិស្សម្នាក់ត្រូវមានលទ្ធភាពក្នុងការធ្វើបានណាមិនមែនមានពេលតែបន្តិចអូខេចុងក្រោយឲ្យកូនសិស្ស3 4នាក់ឡើងធ្វើទៅហើយចប់ទៅអ្នក40 50នាក់ទៀតអត់បានធ្វើហើយក៏ហៅថា simulation នោះក៏មិនទេការបាន practice និង role play នេះគឺមិនទាន់ពេញលេញទេដែលពេញលេញនេះគឺត្រូវការ feedback ចេញពីខ្លួនឯងដែលអ្នកធ្វើនឹង reflection បន្ទាប់មក peer feedback បន្ទាប់មកទៀត feedback ចេញពី tutor ចេញពីគ្រូបាទហើយនឹងចុងក្រោយជាចំណុចសំខាន់មែនទែនគឺ debriefing នោះបាទអ្វីទៅជា debriefing ជាទូទៅកើតឡើងនៅកំឡុង30នាទីចុងកន្ទុយនៃម៉ោងដែលធានាបានថាលោកគ្រូដែលជា main instructor នៅក្នុង simulation ហ្នឹង observe ទៅឃើញចំណុចខ្វះខាតចំណុចដែលកើតឡើងច្រើនដែលវាមានកំហុសហើយគាត់លើកយករឿងទាំងអស់ហ្នឹងយកមកជជែកវែកញែកក៏ដូចជាការណែនាំទៅដល់ក្រុមធំឲ្យបានយល់បាទចំពោះ role play ហើយ simulation role play ហើយ feedback នៅក្នុង step ទី3នេះគឺតកតងជាមួយនឹងត្រឹមថាធ្វើនៅក្នុង small group ដែលគាត់អញ្ចឹងហើយគ្រូក៏ដើរ observe មើលទៅថាតើចំណុចណាភាគច្រើនវាកើតខុសច្រើនហ្នឹងទុកយកមកធ្វើ debriefing ហើយនៅក្នុងការធ្វើ role play នេះធានាបានថាអត់កាត់កូនសិស្សទេឲ្យកូនសិស្សគាត់ធ្វើមកចប់ឲ្យគាត់ហើយចាំ feedback នៅពេលក្រោយបាទនេះមិនអីទេគ្រាន់តែខ្ញុំចង់ជំរាបអំពីថាអនាគតនៃ simulation នឹងមានការរួមបញ្ចូល technology កាន់តែច្រើនមាន feedback នឹង personalize ដែលប្រើ AI ជួយ feedback ឲ្យអីចឹងជាដើមពេលដែល observe ឃើញយើងអនុវត្តអីចឹងជាដើមប៉ុន្តែថ្ងៃអនាគតបន្តទៀតបាទជារួមមក simulation គឺជាសកម្មភាពមិនមែនជាកន្លែងទេ
មិនមែនជាអូ simulation lab មិនមែនជាsimulation lab ធំប៉ុណ្ណាក៏ដោយដោយមិនមានសកម្មភាពជា activity ដែលកូនសិស្សធ្វើ deliberate practice ហើយ practice ទៀតមានការ feedback នោះគឺស្មើនឹងអត់អត្ថន័យទេបាទអត្ថន័យធំបំផុតក្នុង simulation គឺបានអនុវត្តហើយទទួលការ feedback នេះជាចំណុចសំខាន់ចំណុចទី2 simulation មិនមែនទាត់ចោលនៅរបស់ traditional នៅ lecture នៅអីទេប៉ុន្តែ simulation គឺជាការដែលយកនៅចំណេះដឹងដែលកូនសិស្សរៀនចេញមកហ្នឹងជា case base ជា team base ជា problem base ជា lecture base អីហ្នឹងយកមកអនុវត្តហើយក្នុង simulation ទំហំធំបំផុតគឺ humanistic part លោកគ្រូយើងរៀនភាគច្រើនយើងរៀនទៅលើជំងឺយើងរៀនទៅលើអ្វីៗយ៉ាងតែប៉ុន្តែការធ្វើ simulation don't forget humanistic គឺភាពជាមនុស្សបាទហើយយើងប្រព្រឹត្តអរិយាប័ត្រជាអ្នកវិជ្ជាជីវៈជាមួយនឹងប្រជាពលរដ្ឋជាមួយនឹងមនុស្សបាទជាមួយនឹងប្រជាជនបាទដូច្នេះហើយគឺតើមនុស្សទៀមទីអ្វីមនុស្សមានអារម្មណ៍មនុស្សមានបេះដូងមនុស្សមានការឈឺចាប់មនុស្សមានការចេះអឺមានអារម្មណ៍ទាំងអស់នោះហើយដែលត្រូវបញ្ចូលនៅក្នុង item របស់ការធ្វើ checklist នៅក្នុង feedback នោះនៅក្នុង simulation ណាធានាបានថានិស្សិតដែលអនុវត្តហ្នឹងមិនមែនអនុវត្តត្រឹមតែជំនាញរឹងគាត់ទេប៉ុន្តែវាជាចំណុចដែលឆ្លុះបញ្ចាំងពីជំនាញទន់នៅក្នុង feedback ហ្នឹងផងដែរហើយនៅក្នុងចំណុចសំខាន់ទី3នេះគឺថាតកតងជាមួយនឹងធានាបានថា patient is a center បាទហើយទំនាក់ទំនងរវាង caregiver ហើយជាមួយនឹង patient គឺជាចំណុចស្នូលដែលត្រូវរំលេចនៅក្នុង feedback បាទអញ្ចឹងលោកគ្រូអាច reflect ថាតើកន្លងមកយ៉ាងម៉េចខ្លះកើតឡើងនៅក្នុងsimulation របស់លោកគ្រូបាទ